ម៉ែបងប្អូនមើលជ្រុងហ៎ពុកម៉ែបងប្អូនមិនមែនធ្វើឥឡូវទេពុកម៉ែបងប្អូនធ្វើយូរហើយពុកម៉ែបងប្អូនអូមើលក្បាច់ចុះពុកម៉ែបងប្អូនមើលក្បាច់អូមើលឲ្យឃើញហើយគឺពិតជាមិនធម្មតាទេពុកម៉ែបងប្អូនបាទសួស្តីពុកម៉ែបងប្អូនថ្មីនេះគឺមានបញ្ហាជាច្រើនទាក់ទងទៅនឹងព្រំដែនកម្ពុជាយើងពុកម៉ែបងប្អូនទាក់ទងទៅនឹងប្រាសាទតែថ្ងៃនេះគឺខ្ញុំនឹងមកថតវីដេអូដែលទាក់ទងទៅនឹងប្រាសាទមួយកន្លែងដែលស្ថិតនៅខេត្តបាត់ដំបងពុកម៉ែបងប្អូនប្រាសាទនេះគឺស្ថិតនៅភូមិពីមឯកឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងពុកម៉ែបងប្អូនហើយប្រាសាទនេះគឺកសាងនៅដើមសតវត្សទី11ពុកម៉ែបងប្អូនមើលសភាពគឺដឹងហើយថាប្រាសាទនេះគឺមិនមែនទៅតែសាងសង់ថ្មីទេពុកម៉ែបងប្អូនគឺសាងសង់យូរណាស់មកហើយគឺរាប់រយឆ្នាំមុនណាពុកម៉ែបងប្អូនហើយប្រាសាទនេះគឺកសាងដោយព្រះបាទសូរ្យវីរ្ម័នទី1ដែលជាមហាក្សត្រខ្មែរយើងនៅពីចំនួនមុនពុកម៉ែបងប្អូនហើយធ្វើសម្រាប់ឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាពុកម៉ែបងប្អូនគឺប្រាសាទនេះគឺមានលក្ខណៈតូចទេពុកម៉ែបងប្អូនលក្ខណៈតូចក៏មិនមែនតូចណាស់ណាដែរពុកម៉ែបងប្អូនហើយប្រាសាទនេះគឺនៅជាប់នឹងវត្តឯកភ្នំតែម្ដងពុកម៉ែបងប្អូននៅជាប់គ្នាពុកម៉ែបងប្អូនហើយមានស្រះទឹកព័ទ្ធជុំវិញដូចប្រាសាទអង្គរវត្តដែរពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនឃើញហើយគឺស្រស់ស្អាតណាពុកម៉ែបងប្អូនអញ្ចឹងហើយបានតែមានអ្នកចិត្តខាងយើងចង់បានណាពុកម៉ែបងប្អូនពួកអីគឺប្រាសាទខ្មែរមួយគឺមានលក្ខណៈប្លែកគឺលក្ខណៈអច្ឆរិយៈពុកម៉ែបងប្អូនមិនមែនចេះតែកសាងបានទេពុកម៉ែបងប្អូនហើយចំនួនកសាងក៏មិនមែនដូចឥឡូវដែរពុកម៉ែបងប្អូនឥឡូវមានគ្រឿងចាក់កាត់ថ្មមានម៉ាស៊ីនមានស្ទូចថ្មតែពីមុនអត់ទេពុកម៉ែបងប្អូនគឺប្រើបច្ចេកទេសប្រើកម្លាំងសត្វប្រើកម្លាំងមនុស្សពុកម៉ែបងប្អូនដូចជាដំរីមនុស្សលើកដំរីទាញពុកម៉ែបងប្អូនហើយមកមើលប្រាសាទនេះគឺលក្ខណៈថាមានការខូចខាតច្រើនពុកម៉ែបងប្អូនខូចខាតច្រើនដោយសារតែឆ្លងកាត់សង្គ្រាមមិនដឹងថាប៉ុន្មានដំណាក់កាលទេពុកម៉ែបងប្អូនមិនដឹងថាត្រូវនឹងអ្វីខ្លះទេច្រើនហើយបូករួមទៅនឹងគ្រោះធម្មជាតិខ្យល់ទឹកភ្លៀងសំណឹកគឺមានការសឹករិចរាលមានការបាក់បែកចាពុកម៉ែបងប្អូននេះបាក់បែកតាមគៀននឹងគឺបាក់បែកច្រើនណាពុកម៉ែបងប្អូនហើយក៏មានការជួសជុលដែរពុកម៉ែបងប្អូនហើយប្រាសាទខ្មែរគឺមានច្រើនណាពុកម៉ែបងប្អូនប្រាសាទខ្មែរមានច្រើនមែនតើទាក់ទងទៅនឹងខាងព្រំដែនហ្នឹងគឺកំពុងតែមានការស្ថានភាពហ្នឹងមិនស្រួលទេពុកម៉ែបងប្អូនមានការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរទាំងសងខាងណាពុកម៉ែបងប្អូនកាលពីថ្ងៃទី28ហ្នឹងគឺមានការប៉ះទង្គិចគ្នាម្ដងពុកម៉ែបងប្អូនធ្វើឲ្យទាហានខ្មែរម្នាក់បានបាត់បង់អាយុជីវិតពុកម៉ែបងប្អូនគាត់ជាបានឃើញហើយនៅតាម Facebook ពុកម៉ែបងប្អូនឃើញផុសជាហូរហែពុកម៉ែបងប្អូនហើយនេះគឺជាប្រាសាទមួយកន្លែងដែលស្ថិតនៅខេត្តបាត់ដំបងទេពុកម៉ែបងប្អូនគឺនៅខាងស្រុកឯកភ្នំពុកម៉ែបងប្អូនហើយខេត្តបាត់ដំបងក៏ជាខេត្តមួយដែលជាប់ទៅនឹងព្រំដែនស៊ីមដែរពុកម៉ែបងប្អូនព្រំដែនថៃដែរពុកម៉ែបងប្អូនខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យតែបញ្ហាក្តៅខ្លាំងនឹងគឺខាងឧត្តរមានជ័យពុកម៉ែបងប្អូនប្រាសាទតាមួនធំប្រាសាទតាក្របីនឹងគឺកំពុងតែមានបញ្ហាតឹងសរសៃកដាក់គ្នាហើយពុកម៉ែបងប្អូនដោយសារតែមានការចង់បាននៅទឹកដីយើងពុកម៉ែបងប្អូន
ពីអ្នកជិតខាងយើងនឹងគឺចង់បានទឹកដីយើងអញ្ចឹងហើយគឺមានការចង់បាញ់គ្នាចង់ប្រយុទ្ធគ្នាពុកម៉ែបងប្អូនចង់ច្បាំងគ្នាដោយសារតែប៉ុន្តែខាងកម្ពុជាយើងគឺមិនចង់ទេពុកម៉ែបងប្អូនមិនចង់មានសង្គ្រាមកើតឡើងទេព្រោះអីកម្ពុជាយើងគឺឆ្លងកាត់សង្គ្រាមជាច្រើនពុកម៉ែបងប្អូនជាច្រើនសង្គ្រាមគឺសង្គ្រាមច្រើនមែនទែនសង្គ្រាមរ៉ាំរ៉ៃពុកម៉ែបងប្អូនកម្ពុជានិយាយពីបទពិសោធន៍ធ្វើសង្គ្រាមគឺធ្វើរាប់ឆ្នាំពុកម៉ែបងប្អូនកម្ពុជាធ្វើសង្គ្រាមច្រើនណាស់ហើយមកដល់ឥឡូវគឺចង់បង្កើតសង្គ្រាមទីរយពុកម៉ែបងប្អូនដោយសារតែគេចង់ឈ្លានពានទឹកដីយើងគ្រាន់តែការពារខ្លួនទេពុកម៉ែបងប្អូនបើសិនជាគេចូលមកយើងក៏ត្រូវការពារខ្លួនដែរពុកម៉ែបងប្អូនមិនឲ្យបាត់បង់ទៅដោយងាយទេពុកម៉ែបងប្អូនព្រោះអីនេះគឺជារបស់យើងអញ្ចឹងហើយយើងមិនគួរបណ្ដោយឲ្យបាត់បង់ទៅដោយតទេទេពុកម៉ែបងប្អូនហើយកាលពីឆ្នាំ2008ពុកម៉ែបងប្អូនគឺតាកតងទៅនឹងប្រាសាទព្រះវិហារម្ដងហើយពុកម៉ែបងប្អូនគឺមិនឲ្យយើងរស់ស្រួលទេពុកម៉ែបងប្អូនគឺយូរចាប់ដើមចង់ធ្វើសង្គ្រាមម្ដងកាលពីអតីតកាលហ្នឹងគឺប្រាសាទព្រះវិហារគឺបាញ់គ្នាម្ដងហើយពុកម៉ែបងប្អូនដោយសារតែរឿងប្រាសាទព្រះវិហារពុកម៉ែបងប្អូននៅពេលនេះគឺតមកទៀតគឺប្រាសាទតមួនធំប្រាសាទតាកបីពុកម៉ែបងប្អូនដែលនៅតំបន់មុំ3ហ្នឹងពុកម៉ែបងប្អូនគឺកំពុងតែមានការប៉ះទង្គិចគ្នាពុកម៉ែបងប្អូនរហូតទៅដល់ការផ្ទុះអាវុធពុកម៉ែបងប្អូនប៉ុន្តែមិនទាន់ដល់ទ្រង់ទ្រាយធំទេពុកម៉ែបងប្អូនឥឡូវនេះយើងកំពុងតែរកវិធីដោះស្រាយតាមបែបសន្តិវិធីពុកម៉ែបងប្អូនមិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើងទេពុកម៉ែបងប្អូនដឹងស្រាប់ហើយសង្គ្រាមគឺមិនចម្រើនទេពុកម៉ែបងប្អូនសង្គ្រាមគឺធ្វើឲ្យមានការប៉ះពាល់ទៅដល់សេដ្ឋកិច្ចប៉ះពាល់ទៅដល់អាយុជីវិតទាហានប៉ះពាល់ទៅដល់ប្រជាជនពុកម៉ែបងប្អូនទាំងសងខាងពុកម៉ែបងប្អូនហើយនេះពុកម៉ែបងប្អូនឲ្យមើលប្រាសាទខ្មែរគឺស្អាតយ៉ាងនឹងពុកម៉ែបងប្អូនមិនថាប្រាសាទនៅទីនេះទេប្រាសាទនៅកន្លែងណាក៏មានភាពអស្ចារ្យដែរពុកម៉ែបងប្អូនអញ្ចឹងហើយគឺពួកគេចង់ដណ្ដើមយកពុកម៉ែបងប្អូនមើលការធ្វើគឺលក្ខណៈថាឥតខ្ចោះពុកម៉ែបងប្អូនការធ្វើការលើកថ្មការឆ្លាក់ចម្លាក់គឺចេញមកគឺអស្ចារ្យពុកម៉ែបងប្អូនហើយនៅកន្លែងនេះគឺមានកន្លែងអុជធូបអីពុកម៉ែបងប្អូនហើយឃើញឈើហ្នឹងគេទប់ទៅដាក់ទេពុកម៉ែបងប្អូនដាក់ទ្រថ្មដើម្បីទប់កុំឲ្យមានការធ្លាក់ថ្មបាក់សង្កត់នេះភ្ញៀវទេសចរពុកម៉ែបងប្អូនហើយយើងដើរមកតាមនេះគឺត្រជាក់ណាស់ពុកម៉ែបងប្អូនអើយមិនថាប្រាសាទអង្គរវត្តប្រាសាទអង្គរនានាទេពុកម៉ែបងប្អូនគឺគ្រប់ប្រាសាទពុកម៉ែបងប្អូនប្រាសាទណាក៏ដោយឲ្យទៅចូលទៅក្នុងគឺត្រជាក់ណាស់ពុកម៉ែបងប្អូនហើយត្រជាក់ស្រិបបងហើយមិនមែនថ្មទូចទេយកមកធ្វើពុកម៉ែបងប្អូនហើយនោះគឺជាឆ្នាំជួសជុលពុកម៉ែបងប្អូនហើយទី31ខែ1ឆ្នាំ1999ហ្នឹងគឺឆ្នាំជួសជុលទេមើលទៅពុកម៉ែបងប្អូនឆ្លាក់ទៅនឹងលក្ខណៈគេយកសំងមកឆ្លាក់ពុកម៉ែបងប្អូនលក្ខណៈគេជួសជុលដើម្បីឲ្យនៅចេញជារូបរាងខ្លះពុកម៉ែបងប្អូនកុំឲ្យបាក់ខ្លាំងណាស់បាក់ខ្ទេចខ្ទីខ្លាំងណាស់ពុកម៉ែបងប្អូនហើយមើលទៅក្រៅគឺឃើញដំបូលព្រះវិហារហ្នឹងគឺវត្តណាពុកម៉ែបងប្អូននៅជាប់គ្នាពុកម៉ែបងប្អូនហើយជាពិសេសគឺតាកតងទៅនឹងការសរសេរពុកម៉ែបងប្អូនហើយគូឈប់បានគូទៅឈប់ទៅពុកម៉ែបងប្អូនហើយនេះការសរសេរអក្សរនឹងទឹកលុបជឿលុបពុកម៉ែបងប្អូនគឺមិនល្អទេពុកម៉ែបងប្អូនអក្សរសូរតែស្អាតទៅពុកម៉ែបងប្អូនហើយគឺហើយចូលមកដល់កន្លែងនេះគឺអក្សរបុរាណទេពុកម៉ែបងប្អូនចេញមកគឺស្អាតចេញមកគឺត្រង់ភ្លឹងមកដល់ពុកម៉ែបងប្អូនដូចដាក់បន្ទឿតចឹងហើយពុកម៉ែបងប្អូនហើយអក្សរមកទូគឺមានភាពច្បាស់ពុកម៉ែបងប្អូនមានភាពច្បាស់នៅរាប់រយឆ្នាំហើយនៅតែច្បាស់ទៀតពុកម៉ែបងប្អូនហើយនេះ
mang bồn mơ tới cứ khơi nhá à so class cứ đôi à so bạch bòn giờ ngay bụng mang bồn mơ tới cứ ô bụng mang bồn ơi cứ ta cho tới khơi cứ prư ba bụng mang bồn prư ba cho tới sát mùi mùi cứ cha ra bụng mang bồn thưa có sang mình men mỗi ngày pi ngày mà khai pi khai có sang ba này bụng mang bồn ấy trời ca sắc xa chích phum mà xa vừa ca sắc xa từ lời phum mà xa thứ ca sắc xa cứ chạ cứ mấy ở chua bụng mang bồn khơi nhờ nơi rộp rồi cho nam em chết rót na bụng mang bồn ở tham tiếng miền tắc vượt trung vinh đôi chiaประสาทអង្គរវត្តជាដើមពុកម៉ែបងប្អូនប្រាសាទនេះក៏មានទឹកពិតជុំវិញដែរពុកម៉ែបងប្អូនគឺលក្ខណៈដូចអង្គរវត្តដែរប៉ុន្តែជាលក្ខណៈទ្រង់ទ្រាយតូចពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនហើយអក្សរនេះគឺនៅល្អពុកម៉ែបងប្អូនតែយើងទៅគឺយើងកុំប៉ះពុកម៉ែបងប្អូនកុំប៉ះអាចនឹងធ្វើឲ្យរលុបក៏ថាបានដែរបើយើងប៉ះម្នាក់ប៉ះពីនេះប៉ះ3នាក់ប៉ះទៅអាចនឹងរលុបពុកម៉ែបងប្អូនអូមើលហើយខ្ញុំឃើញហើយខ្ញុំចង់អានតែអានមិនចេញពុកម៉ែបងប្អូនអីអក្សរពីសម័យមុនគឺអក្សរបល័យឬក៏អក្សរសំស្ក្រឹតអីគឺយើងអានមិនដាច់ទេយើងចេះតែអានភាសាខ្មែរពុកម៉ែបងប្អូនហើយប៉ុន្តែអក្សរហ្នឹងគឺដូចអក្សរខ្មែរពុកម៉ែបងប្អូនមានអក្សរកអក្សរកអក្សរបអីគឺដូចអក្សរសពថ្ងៃហ្នឹងឯងពុកម៉ែបងប្អូនដាក់មកទាំងថ្មពុកម៉ែបងប្អូនទឹកដៃគឺអស្ចារ្យពុកម៉ែបងប្អូនឃើញលក្ខណៈថាអស្ចារ្យមែនតើណាពុកម៉ែបងប្អូនមិនមែនជាការសរសេរទៅលើសៀវភៅឬក៏សរសេរទៅលើស្លឹកក្រៀតទេពុកម៉ែបងប្អូននេះគឺនៅលើថ្មពុកម៉ែបងប្អូនមិនមែនងាយសរសេរទេហើយសម័យមុនមានម៉ូទ័រមានអីណាពុកម៉ែបងប្អូនគឺដៃហ្នឹងឯងពុកម៉ែបងប្អូនព្រឹត្តព្រៀងរំរាំបានអក្សរប៉ុណ្ណឹងពុកម៉ែបងប្អូនមិនមែនជាការងាយទេពុកម៉ែបងប្អូនហើយខ្ញុំដើរមកមាញ់គឺអត់បានឃើញទេពុកម៉ែបងប្អូនហើយដើរងាកទៅក្រោយវិញឃើញហើយគឺអូពុកម៉ែបងប្អូនហើយកាន់តែអស្ចារ្យចម្លាក់នេះពុកម៉ែបងប្អូននេះខ្ញុំដើរទៅចម្លាក់ពុកម៉ែបងប្អូននេះចម្លាក់អូពុកម៉ែបងប្អូនហើយគឺចេញមកឃើញហើយគឺព្រឺក្បាលពុកម៉ែបងប្អូននៅពីលើក្បាលយើងហ្នឹងយើងងាកមកក្រោយវិញក៏ឃើញអូពុកម៉ែបងប្អូនហើយស្អាតណាស់ពុកម៉ែបងប្អូនហើយដោយសារតែស្អាតអញ្ចឹងហើយពុកម៉ែបងប្អូនគឺទឹកដីអច្ឆរិយៈបែបហ្នឹងហើយសម្បូរវត្ថុដែលមានតម្លៃបែបហ្នឹងហើយគេក៏ចង់បានអញ្ចឹងហើយពុកម៉ែបងប្អូនចង់បានរបស់យើងដោយសារតែទឹកដីយើងគឺមាននៅលើដីគឺប្រាសាទច្រើនមានជីវជាតិក៏ល្អពុកម៉ែបងប្អូនហើយនៅក្រោមក៏មានរ៉ែមានមាសហើយទៅពុកម៉ែបងប្អូននេះហើយមើលចម្លាក់ទៅពុកម៉ែបងប្អូនអើយគឺស្អាតពុកម៉ែបងប្អូនអើយចេញមកគឺពុកម៉ែបងប្អូនមិនហ៊ានសម័យទេដឹងតែគាត់ធ្វើយ៉ាងម៉េចហើយសំបីតែបរទេសក៏ឆ្ងល់ដែរពុកម៉ែបងប្អូនបរទេសក៏ឆ្ងល់ហើយសម័យនឹងខ្មែរធ្វើបានណាពុកម៉ែបងប្អូនមិនមែនធម្មតាទេការឆ្លាក់ចម្លាក់ការតុបតែងការចោះថ្មការខាត់ថ្មស្មើគ្នាប្រេងពុកម៉ែបងប្អូនដោយសារតែយូរឆ្នាំពេកទេពុកម៉ែបងប្អូនបើសិនជាថ្មីមិនដឹងថាឥតខ្ចោះយ៉ាងណាទេពុកម៉ែបងប្អូនអើយដោយសារតែមើលពុកម៉ែបងប្អូនដោយសារតែនៅចូលជិតពាន់ឆ្នាំហើយពុកម៉ែបងប្អូនលើសតវត្សទី21ពុកម៉ែបងប្អូន1000ឆ្នាំហើយពុកម៉ែបងប្អូនគឺមើលទៅគឺនៅតែល្អនៅតែស្អាតពុកម៉ែបងប្អូនបើសិនជាយើងឃើញនៅថ្មីទៅតកសាងបានមួយខែពីរខែមួយឆ្នាំពីរឆ្នាំអីមិនដឹងថាអស្ចារ្យយ៉ាងណាទេពុកម៉ែបងប្អូនអើយគឺអច្ឆរិយៈតាំងពីខ្លោងទ្វារតាំងពីទ្វារចូលហើយមកគឺពុកម៉ែបងប្អូនអើយពិបាកក្នុងការបរិយាយពុកម៉ែបងប្អូនវាស្អាតពេកស្អាតដូចជាអង្គរវត្តជាដើមនឹងចូលទៅគឺពុកម៉ែបងប្អូនអើយប្រាសាទគ្រប់ប្រាសាទទាំងអស់ពុកម៉ែបងប្អូនដូចជាប្រាសាទតមួនធំប្រាសាទតាក្របីប្រាសាទព្រះវិហារហ្នឹងគឺ
មានបញ្ហាតែរហូតនឹងពុកម៉ែបងប្អូនដោយសារតែគេចង់បានពុកម៉ែបងប្អូនអីវាអស់ចាពេកឃើញទៅគឺអស់ចាគឺបើប្រាសាទព្រះវិហារគឺនៅពីលើភ្នំអូពុកម៉ែបងប្អូនហើយគឺពួកគាត់ធ្វើបានណាពុកម៉ែបងប្អូនឲ្យឈរមកមើលទេសភាពគឺអែមពុកម៉ែបងប្អូនស្អាតគ្មានអ្វីព្រាបទេពុកម៉ែបងប្អូនគឺថាប្រាសាទខ្មែរគឺរាប់ពាន់ពុកម៉ែបងប្អូនគឺសុទ្ធតែអស់ចាបែបហ្នឹងពុកម៉ែបងប្អូនអស់ចាណាស់កសាងតម្រាំបានមួយពុកម៉ែបងប្អូនមិនមែនលឿនទេពុកម៉ែបងប្អូនប្រាសាទខ្លះគឺរាប់សិបឆ្នាំពុកម៉ែបងប្អូនប្រាសាទខ្លះអាចដល់100ឆ្នាំពុកម៉ែបងប្អូនទ្រង់កសាងរួចដោយសារតែយើងកសាងពីជំនាន់មុនគឺយើងធ្វើផងសង្គ្រាមផងពុកម៉ែបងប្អូនចឹងហើយពេលខ្លះគឺអាចនឹងមានសង្គ្រាមមកនឹងបញ្ហាផ្សេងទៀតពុកម៉ែបងប្អូនយើងមិនដឹងដែរពុកម៉ែបងប្អូនព្រោះអីយើងមើលទៅតាមការសាងសង់របស់ដូនតាខ្មែរយើងគឺមានភាពស្មុគស្មាញខ្លាំងណាស់ពុកម៉ែបងប្អូនគឺមនុស្សធម្មតាគឺធ្វើមិនកើតទេពុកម៉ែបងប្អូនតើតែមនុស្សអស្ចារ្យដូចជាដូនតាខ្មែរយើងបានធ្វើចេញពុកម៉ែបងប្អូនព្រោះអីសម្បីតែបរទេសមកទស្សនកិច្ចគឺលន់មុតសរសើរថាមិនដឹងតែធ្វើបែបម៉េចពុកម៉ែបងប្អូនឃើញហើយមិនដឹងតែធ្វើយ៉ាងម៉េចបានចេញជាអង្គរវត្តយ៉ាងធំស្គឹមស្កៃដ៏អស្ចារ្យមួយនៅក្នុងពិភពលោកពុកម៉ែបងប្អូនហើយអ្នកខ្លះក៏ឆ្ងល់ទៀតថាមនុស្សធ្វើឬក៏ទេវតាអ្នកធ្វើពុកម៉ែបងប្អូនបានជាអស្ចារ្យយ៉ាងហ្នឹងពុកម៉ែបងប្អូនហើយយើងមកមើលប្រាសាទនេះវិញគឺពុកម៉ែបងប្អូនបាក់បែកខ្លះនៅខ្លះពុកម៉ែបងប្អូនហើយណាមួយក៏យើងក៏ជួបបញ្ហានៅព្រំដែនទៀតពុកម៉ែបងប្អូននេះព្រំដែនកម្ពុជាថៃកម្ពុជាសៀមពុកម៉ែបងប្អូននេះគឺមានបញ្ហាទាក់ទងទៅនឹងប្រាសាទនៅតំបន់មុំ3ហ្នឹងឯងពុកម៉ែបងប្អូនហើយមានការប៉ះទង្គិចគ្នារវាងអាវុធនឹងអាវុធពុកម៉ែបងប្អូនកំភ្លើងនឹងកំភ្លើងហ្នឹងគឺបាញ់គ្នារហូតដល់មានយោធាមានទាហានខ្មែរយើងហ្នឹងគឺបាត់បង់ជីវិតដែរពុកម៉ែបងប្អូនហើយក៏ចូលរួមសោកស្ដាយទៅដល់គ្រួសារសពទាំងអស់គ្នាពុកម៉ែបងប្អូនដែលបានលះបង់ហើយរហូតទៅដល់មានពាក្យស្លោកគេតែងតែនិយាយថាជីវិតជូនជាតិធាតុជូនម្ដាយពុកម៉ែបងប្អូនហើយឮទៅគឺពុកម៉ែបងប្អូនហើយឮហើយគឺពិតជាអស្ចារ្យពុកម៉ែបងប្អូនពួកគាត់គឺលះបង់ហើយពុកម៉ែបងប្អូនទេជាពិសេសទៅហ៊ានជួមុខហ្មងពុកម៉ែបងប្អូនហើយប្រឈមនឹងអីគេខ្លះពុកម៉ែបងប្អូនប្រឈមនឹងមីនពុកម៉ែបងប្អូនឥឡូវថ្មីនេះមានការលើថាទុះមីនទុះអីតាមព្រំដែនដឹងស្រាប់ហើយពុកម៉ែបងប្អូនមានសង្គ្រាមមានអីចឹងតែងតែមានមីនមានអីមានក្របបែកមានកំភ្លើងហ្នឹងឯងពុកម៉ែបងប្អូនជីវិតគាត់គឺមើលមិនឃើញបណ្ដោយពុកម៉ែបងប្អូននៅក្នុងសមរភូមិពុកម៉ែបងប្អូនដូច្នេះហើយយើងគួរតែសាទរពួកគាត់ពុកម៉ែបងប្អូនពួកអីពួកគាត់គឺការពារប្រជាជនយើងទាំងអស់គ្នាពុកម៉ែបងប្អូននៅក្នុងប្រទេសពួកគាត់បើមានបញ្ហាអីពួកគាត់តែងតែទៅមុនជានិច្ចពុកម៉ែបងប្អូនពួកក្រមទាហានក្រមទាហានកម្ពុជាយើងពុកម៉ែបងប្អូនគាត់តែងតែជាអ្នកការពារនៅពេលដែលមានអាសន្នសង្គ្រាមអីពុកម៉ែបងប្អូនពួកគាត់នឹងឯងអ្នកការពារពុកម៉ែបងប្អូនហើយត្រឡប់មកវិញគឺយើងគួរតែរួបរวมគ្នាពុកម៉ែបងប្អូនកុំឲ្យបាត់បង់ដល់ងាយពេកពុកម៉ែបងប្អូនហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនហើយអរគុណដែលបានចូលមកទស្សនានៅវីដេអូនេះហើយពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតពុកម៉ែបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ